វាត្រឡប់ទៅក្នុងវីដេអូហ្នឹងទៅយើងទុកវាបន្តិចទៅអាចហ្នឹងវាអញ្ចឹងគឺថាត្រឡប់បន្តិចមកថារបៀបតែមន់វាស្អាតហ្នឹងយើងយកទៅវាទៅបានគឺវីដេអូនេះគឺមានប៉ុណ្ណេះពេលបងប្អូននេះគឺយើងមកឆាសាច់មាន់ជាមួយនឹងស្លឹកល្មៀតបងប្អូនអានេះយើងកំពុងហាន់ស្លឹកល្មៀតបងប្អូននេះសាច់មាន់យើងចាមហើយបងដាក់ទៅត្រៃហើយអញ្ចឹងយើងយកហាន់វាហើយយើងយកវាទៅឆាបាទស្លឹកល្មៀតហើយដាក់ដើមបងប្អូនឥឡូវយើងចាប់ដើមយកផ្ទះមកដាក់លើចក្រានហើយយើងចាប់ដើមវាយកវាមកឆាហើយរួចហើយយើងដាក់ខ្ទឹមបំពងបងប្អូនចាំមកខ្លាញ់វាយ៉ាងក្តៅបន្តិចទៅគឺយើងដាក់ខ្ទឹមយកបំពងហើយឥឡូវយើងឃើញថាខ្លាញ់យើងក្តៅយើងចាក់ខ្ទឹមចូលក្នុងបំពងវាឈ្ងុយបាទយើងបំពងឡើងឈ្ងុយទៅបាទយើងកូរវាឲ្យឡើងក្រហមឈ្ងុយទៅបាទទៅតែខ្ទឹមឡើងឈ្ងុយយើងចាក់សាច់មាន់ចូលកូរវាសប់នេះទៅបាទរួចហើយយើងដាក់ពីពេងដាក់កទៅយើងដាក់ពេងហើយដាក់កថែមទៀតហើយយើងដាក់ទឹកត្រីទៅយើងប្រើទឹកត្រីហើយយើងកូរវាឲ្យទៅវាឲ្យហើយយើងមកតាមទៅឡើងអានទៅវិញយើងកូរត្រឡប់វាឲ្យវាយើងមើលទៅស្អាតឡើងទៅកូរវាបាត់ទៅបាទរួចហើយយើងចាប់ដើមដាក់ទឹកវាបន្តិចដើម្បីងាស់សាច់នឹងវាឆ្អិនល្អរួមតែទៅហើយយើងដាក់ទៅទៅទុកវាមួយទឹកទៀតណាក្រោយពីយើងដាក់ទឹកមួយទូផងមកយើងឆាសាច់របស់យើងចាប់ដើមផុយទៅហើយយើងថែមអំបិលបន្តិចព្រោះនៅខ្វះគ្រឿងត្រូវខ្លះបាទយើងថែមគ្រឿងត្រូវបន្តទៀតបងប្អូនហើយពីយើងថែមហើយមើលថាយើងត្រូវមាត់ទៅហ្នឹងយើងអាចថែមផលខាងហ្នឹងបងប្អូនបាទហើយសាច់ទៅយើងចាប់តាមផលដែរនេះហើយបាទដាក់ទៅទីវាក្រទៅបងប្អូនបាទrồiហើយយើងចាក់ស្លឹកល្មៀតដែលយើងហាន់រួចចូលបងប្អូនចូលចាក់ចូលមានត្រឡប់វាឲ្យវាចូលជាមួយសាច់ទៅទឹកឆារបស់យើងទៅឲ្យវាសពបន្តិចទៅបាទវាត្រឡប់ទៅក្នុងវីដេអូហ្នឹងទៅយើងទុកវាបន្តិចទៅអាចហ្នឹងវាអញ្ចឹងគឺថាត្រឡប់បន្តិចមកថាឆារបៀបតែមាន់វាស្អាតហ្នឹងយើងយកទៅវាទៅបានគឺវីដេអូនេះគឺមានប៉ុណ្ណេះសូមអរគុណសូមជម្រាបលាសូម